របស់ខ្មែរផលិតតិចកមេរោគកើតមេរោគអីណាអត់ទុកចិត្តខ្មែរគ្នាឯងអត់ទេមហូបអាហារកំប៉ុងកន្លែងគាត់សាច់ក្តាមកំប៉ុងកន្លែងគាត់នេះគឺសិតតែមានវិធីធ្វើមានក្បួនតេស្តក្នុង lab ត្រឹមត្រូវមានវិញ្ញាបនបត្រចេញមកពីមន្ទីរពិសោធន៍ដើម្បីទី1បញ្ជាក់ថាមហូបខាងខ្ញុំមានមេរោគអត់ព្រោះធម្មតាមហូបចូលពោះយើងត្រូវច្បាស់ដើម្បីកុំឲ្យភ្ញៀវគាត់មានបញ្ហានិងប៉ះពាល់ដល់ brand យើងផងប៉ះពាល់ដល់ភ្ញៀវផងច្បាស់អញ្ចឹងមកមានរឿងអីថាយើងមិនទុកចិត្តក្នុងការញ៉ាំណែរបស់ខ្មែរឯងមានអត់មានអីត្រូវនាំចូលមកទៀតទេមហូបអាហារកំប៉ុងប្រភេទបុកម្ទេសខួរក្តាមបុកម្ទេសសាច់ក្តាមបុកម្ទេសពងក្តាមរបស់គាត់នេះគឺថាទុកបានរាប់ខែពួកខ្ញុំអត់ប្រើគីមីតាសាទុកទេបងអត់ប្រើគីមីតាសាទុកទេហើយដលេឥឡូវគឺទុកបានដល់6ខែក្រៅទូទឹកកកបងមិនដាក់ទូទឹកកកក៏បានដែរអញ្ចឹងមកបងយកទៅចង់យកទៅស្រុកក្រៅចង់យកទៅទុកញ៉ាំទូទឹកកកពេញបងមិនភ័យទេអាចទុកក្រៅបានធម្មតាបើសិនយកតំបើកម៉ូហើយបាទជ្រក់ពងក្តាមនេះវិញគឺពិសេសខ្លាំងណាស់តើតែកំងពុកម៉ែបងប្អូនពួកអីកម្រពិបាករណាប្រភេទជ្រក់ពងក្តាមនេះហើយមកមុខទៀតគឺយើងមានជ្រក់ពងក្តាមតែតើតង់ជ្រក់ពងក្តាមនេះយើងពិបាកបន្តិចអូនអើយស្តុកតិចមែនតើអត់សូវសម្បូរទេចាពួកខ្ញុំមានលក់នៅក្នុងផ្សារទំនើបឡាក់គេផ្សារជីបម៉ុងផ្សារវិមាតហើយកំពុងតែដាក់នៅតាមម៉ាត់ផ្សេងៗណាបងសរុបទៅឥឡូវជាង150សាខាជាងហើយប៉ុន្តែណាបងហើយមានភ្ញៀវនៅស្រុកក្រៅខ្លះគាត់ក៏បានយកវ៉ាន់ពីខាងខ្ញុំទៅលក់ដែរបងអនាគតទៅដោយពុកម៉ែបងប្អូនឃើញអញ្ចឹងសិប្បកម្មក្នុងស្រុកនឹងរីកចម្រើនដូចផ្សិតអញ្ចឹងបើយើងនាំគ្នាពហិការប្រើនឹងញ៉ាំតែរបស់ក្នុងស្រុកជាក់ស្ដែងដោយគ្រឿងសមុទ្រគ្រឿងអីរបស់យើងនេះឲ្យតែយើងចេះកែច្នៃផលិតជាអាហារកំប៉ុងដែលមានគុណភាពល្អសុវត្ថិភាពយកទៅក្រៅប្រទេសអីបានដោយកន្លែងគាត់ចេះអនាគត1ឆ្នាំ2ឆ្នាំទៀតគាត់អភិវឌ្ឍខ្លួនទៅគាត់អាចនាំទៅក្រៅប្រទេសបានទៀតហើយរឿងអីដែលថាយើងត្រូវនាំចូលបើរបស់នឹងយើងមាននៅក្នុងស្រុកហ្នឹងដោយគាត់ជាក់ស្ដែងខ្ញុំទៅសើគាត់មួយស្រឡាញ់ពាក្យគាត់មួយគាត់ថាគាត់ផលិតនៅក្នុងស្រុកអញ្ចេះអត់មានរឿងអីត្រូវតែទិញសាច់ក្តាមពីក្រៅប្រទេសយកមកផលិតទេដោយសារតែនៅក្នុងស្រុកគឺមានអត់មានចំបាច់អីណាត្រូវទៅយកពីក្រៅប្រទេសយកមកផលិតចេញជារបស់ចេញហើយផលិតយកទៅលក់វិញអត់មានទេគាត់ថាគាត់ពិបាកបន្តិចមែនដើរប្រម៉ែប្រមូលតាមស្រុកតាមភូមិតម្រាំតែយកមកគោធ្វើបុកម្ទេសសាច់ក្តាមនេះបានអញ្ចឹងគាត់មានរូបមន្តគាត់រៀនមកពីខាងប្រទេសម៉ាឡេឥណ្ឌូទេខ្ញុំភ្លេចទៅដូចជាម៉ាឡេដែលគាត់បានទៅរៀនសិក្សាស្វែងយល់ពីវិធីសាស្ត្រនៅក្នុងការធ្វើបែបម៉េចដើម្បីឲ្យអាហារកំប៉ុងនឹងរក្សាទុកបានយូរហើយអត់មានដាក់សារធាតុរក្សាទុកទេហើយសួរថាគាត់ចេះមកពីណាមិនបានគាត់មានវិធីហ្នឹងខ្ញុំសួរគាត់ថាមកពីដើរលេងឃើញប្រទេសគេមានលក់អាគ្រឿងអញ្ចឹងទៅចង់ឲ្យខ្មែរយើងមានដែរព្រោះអីយើងមានគ្រឿងសមុទ្រដូចសាច់ក្តាមពងក្តាមខួរក្តាមអីនេះខ្មែរយើងមានគ្រាន់តែថាយើងអត់ទាន់ផលិតវាអញ្ចឹងទៅវាធ្វើឲ្យយើងបាត់បង់ឱកាសទៅលើអាប្រភេទអាហារកំប៉ុងទាំងអស់ហ្នឹងអញ្ចឹងខ្ញុំទៅសើការខិតខំរបស់ពួកគាត់មែនតើជុំបងជុំប្អូននិយាយទៅជុំគ្នានៅក្មេងៗគាត់អាចកែច្នៃខ្លាយទៅជាកន្លែងមួយដែលអាចផលិតជាអាហារកំប៉ុងលក្ខណៈសិប្បកម្មលក្ខណៈគ្រួសារនៅឡើយប៉ុន្តែគាត់ផលិតបានភ្លាមគឺគាត់យកទៅតេស្តតាមក្រសួងតាម lab អីត្រឹមត្រូវរបស់គាត់បានវិញ្ញាបនបត្របញ្ជាក់អីត្រឹមត្រូវបានគាត់លក់ឲ្យភ្ញៀវណែសាច់ក្តាមគាត់គឺសាច់ក្តាមពិតមិនមែនសាច់ក្តាមជ័រសាច់ក្តាមលាយសាច់ក្តាមម្សៅអីទេណាពុកម៉ែបងប្អូនសាច់ក្តាមសុទ្ធហើយតម្លៃវិញគឺ$6ទេប្រភេទបុកម្ទេសខួរក្តាម$6បុកម្ទេសសាច់ក្តាម$6.5បុកម្ទេសពងក្តាម$6.5ហើយប្រភេទជ្រក់ពងក្តាម$6.5ដូចគ្នាហើយមាន free ខ្ទឹមបំពងទៀតហើយកុំភ្លេចណាពុកម៉ែបងប្អូននេះនិយាយទៅជ្រក់ពងក្តាមនេះតំណងណាហើយវារៀងខ្សត់ពិបាករអញ្ចឹងគាត់ថាតតែកំងហើយពេលខ្លះកំង2 3ថ្ងៃអីទៀតក៏មានដែរជ្រក់ពងក្តាមនេះហើយញ៉ាំជាមួយនឹងខ្ទឹមបំពងมันឆ្ងាញ់ហើយណែមានការក្របមានអីស្តង់ដាររបស់គាត់ហើយអនាគតទៅដឹងតែនាំចេញបានហើយពុកម៉ែបងប្អូនរាល់ថ្ងៃនេះគាត់នាំទៅក្រៅប្រទេសដែរមានអ្នកនាំទៅនេះមានញូហ្សេឡង់មានអូស្ត្រាលីអីទៀតណាហើយមានលក់រាយបោះដុំអីពុកម៉ែបងប្អូនអាចសួរនាំគាត់បានជាមួយនឹងយីហោរបស់គាត់ភ្លេចណែនាំយីហោគ្រាន់តែថាអ្នកខ្លះគេគ្រាន់តែឃើញរបស់គាត់ហ្នឹងគឺគេស្គាល់បាទហើយឈ្មោះគាត់ហ្នឹងឈ្មោះ KMC Fooding ពុកម៉ែបងប្អូន KMC Fooding ចាំខ្ញុំដាក់ page គាត់ជូនដើម្បីពុកម៉ែបងប្អូនងាយស្រួលខមងហើយណែគាត់មានលក់នៅតាមផ្សារតាមអីឡាក់គីអីចឹងទៅជីបម៉ុងអីចឹងទៅវិនម៉ាតអីចឹងទៅមេងម៉ាតនៅសៀមរាបនៅអីចឹងទៀតចឹងគឺគាត់មានច្រើនណាពុកម៉ែបងប្អូនចាំខ្ញុំដាក់លេខទូរស័ព្ទព័ត៌មានលម្អិតនៅខាងក្រោម comment ពុកម៉ែបងប្អូនអាចជួយបានជួយឲ្យសិប្បកម្មលក្ខណៈគ្រួសារតូចរហូតដល់គាត់ធំអភិវឌ្ឍខ្លួនទៅអនាគតប្រទេសយើងនឹងរីកចម្រើនហើយពុកម៉ែបងប្អូនគ្រប់គ្រងទៅមិនខកបំណងទេសម្រាប់ខួរក្តាមហ្នឹងគឺពួកខ្ញុំឲ្យអ្នកភូមិបងអ្នកភូមិដែលគាត់បកក្តាមហ្នឹងគាត់បកសល់ហើយគាត់ទុកឲ្យខ្ញុំម្ដងតិចអញ្ចឹងគឺមានអ្នកដើរប្រមូលខ្ញុំតាមភូមិពិបាករហណានេះដើររហពីភូមិហើយមក3 4ថ្ងៃបានគាត់ផ្ញើខ្ញុំបានម្ដង20 30 គីឡូអញ្ចឹងទៅបង